ព័ត៌មានបន្ទាន់សហរដ្ឋអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំនិងបានចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេស៊ុយអេឡានៅដើមឆ្នាំ2026នេះគឺនៅថ្ងៃទី3ខែមករាសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធាដ៏គួរឲ្យភ្ញាក់ផ្អើលទូទាំងពិភពលោកគឺបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ជាច្រើនទីតាំងនៅទីក្រុងការ៉ាកាសប្រទេសវេណេស៊ុយអេឡាធ្វើឲ្យមានសម្លេងផ្ទុះលាន់ពេញទីក្រុងប្រជាជនវេណេស៊ុយអេឡាកំពុងភ័យស្លន់ស្លោលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាអ្នកបញ្ជាលើប្រតិបត្តិការយោធានេះបានបង្ហោះសារលើបណ្ដាញទ្រសូសលថាសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវេណេស៊ុយអេឡានិងមេដឹកនាំប្រទេសនេះគឺលោកប្រធានាធិបតីនីកូឡាស់ម៉ាដូរ៉ូដែលបានចាប់ខ្លួនជាមួយនឹងភរិយានិងកំពុងដឹកតាមយន្តហោះចេញពីប្រទេសវេណេស៊ុយអេឡាហើយយ៉ាងណាមិញចំពោះហេតុផលទាក់ទងទៅនឹងការវាយប្រហារទ្រង់ទ្រាយធំដែលឈានចូលដល់ការចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូគឺគេមិនទាន់កំណត់បានច្បាស់លាស់ថាមកពីបញ្ហាអ្វីនោះទេមានតែចាំស្ដាប់ការបកស្រាយពីលោកដូណាល់ត្រាំផ្ទាល់ដែលលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការនៅម៉ោង 11:00 នាទីព្រឹកម៉ោងនៅសហរដ្ឋអាមេរិកនៅឯភូមិគ្រឹះមួយក្នុងរដ្ឋ Floridaអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតសូមអរគុណ